ចាំមើលដល់វគ្គហ្វីលីពីនធ្វើប្រធានអាស៊ានតើថៃខ្លាច AOT ដែរឬទេស្របពេលដែលកម្ពុជាគោរពបទឈប់បាញ់តែភាគីថៃបន្តឈូសឆាយនិងគំតិចហេដ្ឋារចនាសម្ព័ន្ធខ្មែរមិនឈប់ឈរមេតបហ្វីលីពីនចុះដល់ទីលានទ័ពថៃឆ្លៀនពៀនកម្ពុជាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យឆ្នាំនេះហ្វីលីពីនជាប្រធានអាស៊ានបដូវវេនដូច្នេះតំណាងយោធាហ្វីលីពីននឹងដឹកនាំតំណាងយោធាអាស៊ានដើម្បីតាមដានទំនាស់ព្រំដែនកម្ពុជាថៃជាពិសេសការអនុវត្តបទឈប់បាញ់និងកិច្ចព្រមព្រៀងនានាអ្វីដែលសៀមធ្វើដើម្បីប្រយោជន៍ខ្លួនបែរជាអាចឆេះផ្ទះខ្លួនឯងនៅថ្ងៃអនាគតដោយអ្វីដែលយើងគ្រប់គ្នាបានគិតការ៉ែនបានអនុម័តចាយប្រាក់បាតថៃជាផ្លូវការហើយសម្រាប់ការប្រើប្រាស់ថវិកាជាតិក្រោយពីផ្ដាច់ទឹកដីចេញពីមីយ៉ាន់ម៉ាក្រោមការគ្រប់គ្រងរបស់ថៃនិងជំនួយរបស់ថៃជប៉ុនផ្ដល់ជំនួយដល់កម្ពុជាចំនួន$1,50,000ដើម្បីស្ដារជីវភាពរស់នៅតាមតំបន់ព្រំដែនកម្ពុជាស្របពេលដែលកូរ៉េខាងត្បូងផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសកម្ពុជាចំនួន$50,000តាមរយៈ UNICEF បន្ទាប់ពីយល់ខុសលើកម្ពុជាព្រោះតែរបាយការណ៍បោកប្រាស់របស់ថៃជប៉ុនផ្ដល់ជំនួយដល់កម្ពុជាដើម្បីស្ដារជីវភាពរស់នៅតាមតំបន់ព្រំដែនជំនួយនេះនឹងផ្ដល់ជាប័ណ្ណអង្គរនិងស្បៀងអាហារដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយចំនួនព្រំដែនរួមទាំងជនភៀសកំពុងជ្រកកោននៅតំបន់ភៀសនៅតាមតំបន់ព្រំដែនកម្ពុជាជនភៀសដែលបានត្រឡប់ទៅលំនៅឋានដើមវិញនិងពលករដែលបានវិលត្រឡប់មកកម្ពុជាវិញនេះបើយោងតាមស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបច្ចុប្បន្នស្ដីពីស្ថានភាពទាហានថៃដែលពួកវាបានរៀបចំសេណារីយ៉ូជន់មីនផ្ទុះដាច់ជើងនៅព្រំដែនខេត្តស៊ីសាកេតកាលពីល្ងាចថ្ងៃពុធទី11ខែកុម្ភៈឆ្នាំ2026កន្លងទៅនៅវេលារសៀលថ្ងៃសុក្រទី13ខែកុម្ភៈឆ្នាំ2026នេះពួកវាបានបង្ហាញស្នាមញញឹមនិងភាពសប្បាយរីករាយឥតឧបមាក្រោយពីទទួលបានការលើកទឹកចិត្តពីមេបញ្ជាការរបស់ពួកវាក្នុងឈុតឆាកសម្ដែងជន់គ្រាប់មីនទីបំផុតចៅក្រមនិងតំណាងអัยការអមសាលាដំបងខេត្តបន្ទាយមានជ័យបានសម្រេចលើកលែងបទចោទលើក្មួយស្រីដែលរងបណ្ដឹងពីបិសាចតណ្ហាជនជាតិថៃតាមព័ត៌មានពីគ្រួសាររងគ្រោះជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅថ្ងៃទី10ខែកុម្ភៈឆ្នាំ2026នេះចៅក្រមនិងតំណាងអัยការបានសម្រេចលើកលែងបទចោទករណីរំលោភលើសេចក្តីទុកចិត្តរបស់ក្មួយស្រីរងគ្រោះហើយសូមបញ្ជាក់ថាក្មួយស្រីរងគ្រោះត្រូវបានបិសាចតណ្ហាក្បាលកញ្ចាស់ជនជាតិថៃប្តឹងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតពីបទរំលោភលើសេចក្តីទុកចិត្តនិងកងរាជអាវុធហត្ថហើយកងរាជអាវុធហត្ថក្រុងខាត់ខ្លួនក៏សាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យហើយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនទៅតុលាការយ៉ាងអយុត្តិធម៌បំផុតធ្វើបាបកូនខ្មែរផ្គាប់ចិត្តចៅសៀមបន្ទាប់ពីទទួលបានព័ត៌មានយ៉ាងអយុត្តិធម៌នេះខ្ញុំបានសំណូមពរទៅអាដាមប្រធានសាលាដំបងខេត្តបន្ទាយមានជ័យនិងឯកឧត្តមព្រះអាជ្ញាអមសាលាដំបងខេត្តដើម្បីជួយពិនិត្យមើលករណីនេះឥឡូវទីបំផុតក្មួយស្រីរងគ្រោះទទួលបានយុត្តិធម៌វិញហើយបន្ទាប់ពីមានការចាប់ឃាត់ខ្លួនអ្នកកាសែត2នាក់នៅខេត្តតាកែវពេលនេះលោកពូផៃវណ្ណៈបានបង្ហោះសារយ៉ាងដូចនេះថាប្រពន្ធពីខេត្តតាកែវបានឲ្យដឹងថាអ្នកសារព័ត៌មានចំនួន2នាក់ត្រូវបានអាជ្ញាធរខេត្តបញ្ជាឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនវាយខ្នោះបញ្ជូនទៅតុលាការប៉ុន្តែមូលហេតុពិតការចាប់ខ្លួនមិនត្រូវបានគេឲ្យដឹងនោះឡើយឃើញបងប្អូនមានបញ្ហាបែបនេះខ្ញុំអាណិតណាស់តែខ្ញុំគ្មានលទ្ធភាពជួយទេមានតែជូនពរឲ្យបងប្អូនទាំងពីរឆាប់បានចេញមកវិញហើយបើមានកំហុសឆ្គងដោយប្រការណាមួយសូមមេត្តាកែតម្រូវឲ្យបានល្អ